បន្ទាយក្រោយដ៏រឹងមាំនិងមហាសាមគ្គីភាពជាតិក្នុងយុទ្ធនាការជួយសង្គ្រោះជនភៀសឹកនិងគាំទ្រសមរភូមិជួរមុខនៅខេត្តបាត់ដំបងចាប់តាំងពីពន្លកនៃចំនួនប្រដាប់អាវុធបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025កន្លងទៅខេត្តបាត់ដំបងដែលជាខេត្តភូមិភាគពាយ័ព្យដ៏សំខាន់បានប្រែក្លាយទៅជាបន្ទាយក្រោយដ៏មានសក្តានុពលនិងជាទីតាំងមនុស្សធម៌ដ៏ធំធេងដើម្បីផ្ដល់ជម្រកសុវត្ថិភាពនិងកម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសឹករួមទាំងវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហានភ្លាមបន្ទាប់ពីការប៉ះទង្គិចគ្នាគណៈបញ្ជាការឯកភាពខេត្តបាត់ដំបងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបានដាក់ចេញនៅវិធានការសង្គ្រោះបន្ទាន់អាជ្ញាធរបានកំណត់យកទីតាំងយុទ្ធសាស្ត្រជាច្រើនវត្តអារាមទីធ្លាសាធារណៈដើម្បីធ្វើជាមណ្ឌលសុវត្ថិភាពមកទល់ល្ងាចថ្ងៃទី17ខែធ្នូឆ្នាំ2025មានមណ្ឌលភៀសឹកប្រមាណ25កន្លែងត្រូវបានរៀបចំនៅស្រុកចំនួន3គឺស្រុកបវល20ទីតាំងស្រុកថ្មគោល4និងស្រុករតនមណ្ឌលខេត្តបាត់ដំបងចំនួន1មណ្ឌលដែលមានជនភៀសឹកប្រមាណជិត 13,000 គ្រួសារមនុស្សរាយជាង 46,000 នាក់នៅក្នុងមណ្ឌលនីមួយៗអាជ្ញាធរបានរៀបចំឲ្យមានការចុះឈ្មោះកត់ត្រាអត្តសញ្ញាណជនភៀសឹកយ៉ាងច្បាស់លាស់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងបែងចែកស្បៀងអាហារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈត្រូវបានពង្រឹង24ម៉ោងលើ24ម៉ោងដោយកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរដើម្បីធានាសុវត្ថិភាពខ្ពស់ជូនដល់បងប្អូនដែលកំពុងស្ថិតនៅក្នុងស្ថានភាពតក់ស្លុតរូបភាពនៃខ្មែរជួយខ្មែរបានស្ដែងឡើងយ៉ាងរស់រវើករដ្ឋបាលខេត្តបានបង្កើតគណៈកម្មការទទួលនិងបែងចែកជំនួយដែលមានតម្លាភាពបំផុតនៅមុខអគារប្រវត្តិសាស្ត្រនៃរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាមានសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានរួមមានថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានាអង្គការអាជីវករយុវជននិងប្រជាពលរដ្ឋទូទៅបាននាំយកនៅថវិកានិងគ្រឿងឧបភោគបរិភោគដូចជាអង្ករមីទឹកសុទ្ធត្រីខនិងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនទៀតមកប្រគល់ជូនរដ្ឋបាលខេត្តយ៉ាងផុសផុលហើយប៉ុណ្ណឹងគឺថាបងប្អូនយើងផុសតាមរយៈរដ្ឋបាលខេត្តក្មួយសិស្សសានុសិស្សបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់គឺបានយកខ្លះគឺមានទឹកសុទ្ធមួយយួរបាទមានមីមួយកេះខ្លះមានបន្លែមួយថង់អីគឺសកម្មភាពផុសមែនទែនដែលចូលបងប្អូនចូលមកយើងថានឹកស្មានថាមិននឹកស្មានថាបងប្អូនយើងផុសដល់ម្លឹងបាទគឺច្រើនមែនទែនហើយក្នុងនោះក៏មានបងប្អូនយើងគឺខ្លះគឺគាត់រៀបចំជាគិតរៀបចំជាអំណោយរបស់គាត់គឺទៅចែកនៅតាមមណ្ឌលផ្សេងតាមបណ្ដាស្រុកបវលក្ដីថ្មគោកក្ដីឬក៏ដឹកនាំមណ្ឌលនេះគឺគាត់ទៅផ្ទាល់ខ្លួនគាត់បានចែកក៏បានច្រើនដែរនឹងជាអ្វីដែលផុសហើយច្រើនមែនទែនហើយក្នុងនោះថ្នាក់ដឹកនាំក្រុមការងារគណៈបកដាច់កន្លះហោមក៏ដូចជាឯកឧត្តមបកកើតរដ្ឋបកយុទ្ធរដ្ឋមន្ត្រីក្នុងយុទ្ធធរនេះដែលលោកទទួលការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងក៏លោកបានខិតខំគៀងគោពីនេះមកជួយបាទបានច្រើនបាទលោកទៅចែកផ្ទាល់ដូចជាអាបកក៏ចែកបានដល់អំណោយដើម្បីចែកទៅដល់ជូនបងប្អូនតាមរយៈតំណាងរបស់លោកបាទអានេះគឺអ្វីដែលយើងបានធ្វើក្នុងនាមរដ្ឋបាលយើងឯកឧត្តមបន្ថែមថាជំនួយទាំងនេះមិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ជនភៀសឹកនៅក្នុងមណ្ឌលប៉ុណ្ណោះទេប៉ុន្តែអាជ្ញាធរខេត្តក៏បានចាត់ចែងដឹកជញ្ជូនកញ្ចប់កម្លាំងចិត្តទៅកាន់សមរភូមិជួរមុខផងដែរនេះគឺជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់វីរៈជនជួរមុខថាសមរភូមិក្រោយមិនទុកឲ្យសមរភូមិមុខនៅឯកោនោះឡើយសម្រាប់រដ្ឋបាលនេះគឺថាយើងបានប្រើមធ្យោបាយសរុបកម្លាំងសរុបដើម្បីទៅជួយបងប្អូនតាមមណ្ឌលគឺថ្នាក់ដឹកនាំខេត្តក្រុងស្រុកមន្ទីរអង្គភាពគឺបានមូលគ្នាទាំងអស់ទៅជួយតាមមណ្ឌលនឹងដោយសារយើងបែងចែកជាក្រុមចាំការនៅទីនោះគឺ24ម៉ោងលើ24ម៉ោងដើម្បីជួយមើលការកត់ត្រាបងប្អូនតាំងពីពេទ្យបាទតាំងពីសន្តិសុខតាំងពីអនាម័យបរិស្ថានយើងតទឹកស្អាតចូលយើងតអគ្គិសនីចូលគឺបងប្អូនយើងសស្រាក់គ្នាណាស់នៅហត់ទាំងអស់គ្នាដើម្បីជួយបងប្អូនក្នុងគ្រាដែលលំបាកនេះគេឃើញកន្លងមកគឺសស្រាក់ណាស់ហើយគឺស្រុកគ្នាល្អណាស់ថានេះជា
មោទនភាពមួយដែលខ្មែរយើងចេះសាមគ្គីគ្នាក្នុងគ្រាដែលលំបាក ឯកឧត្តមសុកលូអភិបាលខេត្តបានចាត់ទុកការចូលរួមរបស់សប្បុរសជននេះគឺក្នុងបុព្វហេតុមនុស្សធម៌ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចការពារបូរណភាពទឹកដីតតាំងជាមួយសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាវិស័យអប់រំគឺជាចំណុចអាទិភាពមួយដែលរដ្ឋបាលខេត្តនិងមន្ទីរអប់រំយុវជននិងកីឡាបានយកចិត្តទុកដាក់ខ្ពស់ដោយសារស្ថានភាពសង្គ្រាមនៅតំបន់ព្រំដែនសាលារៀនជាច្រើននៅក្នុងស្រុកសំឡូតស្រុកសំពៅលូនភ្នំព្រឹកកំរៀងជាដើមត្រូវបានប្រកាសផ្អាកការសិក្សាបណ្ដោះអាសន្នដើម្បីធានាសុវត្ថិភាពសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូតាមរបាយការណ៍ផ្ដល់ដោយលោកយីសុងគីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានឲ្យដឹងថាសាលារៀនចាប់ពីថ្នាក់បឋមរហូតដល់វិទ្យាល័យនៅស្រុកចំនួន4ខាងលើនេះមានចំនួន241សាលាត្រូវបានបិទទ្វារសិស្សចំនួន44,335 នាក់និងគ្រូបង្រៀន1,792 នាក់ត្រូវបានប៉ះពាល់ការសិក្សានិងបង្រៀនទោះជាយ៉ាងណាការសិក្សារបស់កុមារដែលជាកូនចៅជនភៀសសឹកមិនត្រូវបានកាត់ផ្តាច់នោះឡើយមន្ទីរអប់រំខេត្តបានចេញសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានសិក្សានៅតំបន់សុវត្ថិភាពឲ្យទទួលសិស្សដែលជាកូនចៅជនភៀសសឹកចូលរៀនដោយមិនចាំបាច់មានឯកសារស្មុគស្មាញសិស្សានុសិស្សអាចចូលអង្គុយរៀនជាមួយសិស្សក្នុងមូលដ្ឋានដើម្បីកុំឲ្យខកខានមេរៀនអង្គការដៃគូនិងសប្បុរសជនបានផ្ដល់សៀវភៅប៊ិចនិងកាបូបសិក្សាដល់សិស្សទាំងនោះព្រោះពួកគាត់ភាគច្រើនមិនបានយកសម្ភារៈសិក្សាតាមខ្លួនពេលរត់ភៀសសឹកនោះឡើយគ្រូបង្រៀនត្រូវបានណែនាំឲ្យជួយសម្របសម្រួលស្មារតីដល់សិស្សថ្មីដែលរងការប៉ះទង្គិចផ្លូវចិត្តពីសម្លេងផ្ទុះអាវុធនិងការបែកបាក់ទីលំនៅពេលដែលផ្ទុះអញ្ចឹងគាត់មកនឹងអត់មានយកអីមកបានទេបាទគឺទី1សភៅកាបូបរៀនសភៅរៀនបាទបូកជាមួយនឹងឯកសណ្ឋានសិស្សហ្នឹងគឺអត់បានទេគាត់មកតែខោអាវធម្មតាមួយគ្រួសារគាត់បាទអញ្ចឹងនេះបញ្ហាមួយហើយដែលយើងកំពុងតែដោះស្រាយបាទសាលាសម័យហ្នឹងគាត់បានជួយសភៅខ្លះអាដាមទឹកពិចាឧបៈក៏បានជួយសភៅសម្ភារៈសិក្សាកាបូបអីមួយចំនួនដែរប៉ុន្តែឯកសណ្ឋានយើងបានណែនាំទៅសាលាដែលទទួលគាត់ដែរគឺមិនចាំបាច់មានឯកសណ្ឋានជាសិស្សក៏បានដែរគាត់អាចឆ្លៀកព្រីបាទដើម្បីសម្រួលគាត់ហើយឯកសាររៀនសូត្រក៏យើងអត់ចាំបាច់មានពាក្យផ្ទេរមានអីដែរបាទគឺយើងគ្រាន់តែដាក់គាត់ថ្នាក់ទី1បញ្ចូលគាត់ថ្នាក់ទី1ថ្នាក់ទី2បញ្ចូលទី2ណាថ្នាក់វិទ្យាល័យថ្នាក់ទី10ចូលទី10អញ្ចឹងបាទឲ្យនៅគាត់រៀនមួយគ្នាញែកគ្នាចូលរៀនហើយតាក់ទងជាមួយនឹងគ្រូបង្រៀននេះមន្ទីរនឹងរៀបចំក្តីណែនាំមួយអំពាវនាវឲ្យលោកគ្រូអ្នកគ្រូយើងដែលភៀសខ្លួនមកមួយសិស្សហ្នឹងបាទមកពីស្រុកទាំង4ហ្នឹងឲ្យគាត់ស្ម័គ្រចិត្តមកបរៀននៅតាមសាលារៀនដែលយើងទទួលសិស្សនឹងដែរតាមរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបញ្ជាក់ថាសិស្សភៀសសឹកបានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សាខេត្តបាត់ដំបងមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025សរុបមានចំនួន2637នាក់ស្រី1597នាក់ក្នុងនោះថ្នាក់មត្តេយ្យសិក្សាចំនួន57សាលាបឋមសិក្សាចំនួន186សាលានិងមធ្យមសិក្សាចំនួន75សាលាក្នុងកលៈទេសៈនេះតួនាទីយ៉ាងសំខាន់របស់ស្ថាប័នជំនាញនានាក្នុងខេត្តបាត់ដំបងកំពុងដើរតួនាទីយ៉ាងសកម្មផងដែរដូចជាវិស័យសុខាភិបាលទឹកភ្លើងជាដើមការរស់នៅក្នុងមណ្ឌលសុវត្ថិភាពដែលមានមនុស្សកកតែងតែប្រឈមនឹងបញ្ហាសុខភាពនិងអនាម័យមន្ទីរសុខាភិបាលបានដាក់ពង្រាយក្រុមគ្រូពេទ្យចល័តនៅគ្រប់មណ្ឌលស្នាក់នៅមានការត្រួតពិនិត្យសុខភាពជូនស្ត្រីមានផ្ទៃពោះមនុស្សចាស់និងកុមារយ៉ាងយកចិត្តទុកដាក់ថ្នាំសង្កូវត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃហើយករណីធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗការផ្គត់ផ្គង់ទឹកស្អាតនិងអគ្គិសនីដើម្បីបង្កលក្ខណៈងាយស្រួលក្រុមការងារបច្ចេកទេសបានចុះមកតភ្ជាប់បណ្ដាញទឹកស្អាតនិងអគ្គិសនីបន្ថែមទៀតតាមមណ្ឌលភៀសសឹកការផ្គត់ផ្គង់ទឹកសម្រាប់បរិភោគនិងការប្រើប្រាស់នៅក្នុងបន្ទប់ទឹកត្រូវបានធានាថាមានគ្រប់គ្រាន់ដើម្បីបង្ការជំងឺឆ្លងផ្សេងៗពន្លឺភ្លើងត្រូវបានបំពាក់គ្រប់ទីកន្លែងក្នុងមណ្ឌលដើម្បីបង្កើនសុវត្ថិភាពនៅពេលយប់ឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកខេត្តបាត់ដំបងបានបន្ថែមថារដ្ឋកោទឹកខេត្តបានបញ្ជូនក្រុមការងារបច្ចេកទេសនិងសម្ភារៈនានាសហការជាមួយក្រុមប្រតិបត្តិការទឹកឯកជនចុះទៅជួយភ្ជាប់ទឹកស្
ស្អាតនៅតាមបណ្ដុលជនភេសកនានាទាំងកន្លែងប្រើប្រាស់ប្រចាំថ្ងៃនិងតាមបន្ទប់ទឹកជាដើមដែលមកទល់នឹងពេលនេះប្រើប្រាស់ទុយោធំប្រមាណ 3000 ម៉ែត្រហើយបាទទី1យើងបានតំណែងជាមួយទឹកឯកក្រុមហ៊ុនឯកជននឹងប្រតិបត្តិការនឹងយកមកភ្ជាប់តាមបណ្ដុលពីដើមយើងមានកម្រងតែមានតែ6បណ្ដុលទេតែឥឡូវវាឡើងដល់21បណ្ដុលបាទហើយនឹងឲ្យការក្រុមការងារបង្កើត3ក្រុមដែលចុះទៅរាល់ថ្ងៃហ្នឹងចាប់ពីដើមមានសង្គ្រាមការឡើងមកយើងចុះទៅ3ក្រុមដើម្បីជួយភ្ជាប់ហើយសម្ភារៈទៅយកទឹកអីទាំងអស់គឺផ្នែកតតកទឹកទាំងអស់ហើយតែឯកជនប្រតិបត្តិការឯកជនគេមានតែទឹកទេតែសម្ភារៈយើងចុះចូលហ្នឹងវាជិតចុះ3គីឡូហើយ3000ម៉ែត្រឯខាងផ្នែកទៅយកហ្នឹងនិយាយតាមទៅយកធំនេះហើយជាជនមានតកុនអីតាមទៅយើងជួយភ្ជាប់ទាំងអស់បាទបង្ខែមតគុណបង្ខែមអីតាមមណ្ឌលនីមួយហ្នឹងបាទគឺភ្ជាប់ទាំងបង្គន់ទឹកភ្ជាប់ទាំងកន្លែងប្រើប្រាស់ទាំងហ្នឹងបាទគ្រប់មុខបាទភ្ជាប់គុណទឹកការប្រើប្រាស់មួយទឹកខាងក្រៅបាទលាងចានលាងឆ្នាំងអីក៏គឺទាំងអស់បាទយើងមានមន្ត្រីប្រចាំការតាមមណ្ឌលឬមួយយ៉ាងម៉េចទេបាទយើងមានមន្ត្រីប្រចាំការនៅពេលថ្ងៃហ្នឹងយើងប្រចាំការរហូត24ម៉ោងដល់ល្ងាចទៅបានយើងប្រគល់ទៅឲ្យខាងក្រុមហ៊ុនឯកជនជួយមើលយើងបាទនឹងតាមទទួលខុសត្រូវមួយហ្នឹងមានអាបាខេត្តរងមួយទួបន្ទុកហ្នឹងយើងបានសហការគ្នាបានប្រាប់ឲ្យទីតាំងបិទទឹកបាត់ទឹកនៅពេលមានបញ្ហាកើតឡើងទន្ទឹមនោះឯកឧត្តមក៏បានសំណូមពរដល់បងប្អូនជាជនភេសកនៅតាមបណ្ដាមណ្ឌលនីមួយៗជួយប្រើប្រាស់ទឹកដោយសន្សំសំចៃផងកុំបើកទឹកចោលនិងជួយសម្អាតអនាម័យនៅទីតាំងប្រើប្រាស់និងជៀសវាងការចាក់កាកសំណល់ផ្សេងៗចូលទៅក្នុងប្រឡាយដែលកាយសម្រាប់ទឹកហូរនាំឲ្យស្ទះនិងមានក្លិនស្អុយប៉ះពាល់ដល់សុខភាពជាដើមពិតណាស់ស្បៀងអាហារដូចជាបន្លែសាច់ពិតជាមានសារៈសំខាន់និងត្រូវការប្រចាំថ្ងៃមិនអាចខ្វះបានឯកឧត្តមសុកលូអភិបាលខេត្តបាត់ដំបងក៏បានចុះជំរុញបន្ថែមផងដែរដល់សហគមន៍នានាដើម្បីដាំដុះនិងចិញ្ចឹមសត្វក្នុងការផ្គត់ផ្គង់ដល់ជនភេសកផងដែរឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញពិនិត្យការដាំបន្លែចិញ្ចឹមសត្វនៅក្នុងសហគមន៍តាសីសាមគ្គីស្ថិតក្នុងឃុំតាមើនស្រុកថ្មគោលខេត្តបាត់ដំបងក៏មានសកម្មភាពផលិតបន្លែក្នុងផ្ទះសំណាញ់ដោយមានការគាំទ្រពីកម្មវិធី Aspire ARDB World Bank ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើយោងតាមមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពខ្នាតតូចធំនៅខេត្តបាត់ដំបងមានជាង 2000 ខ្នងឯកឧត្តមសុកលូអភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋបង្កើនការដាំបន្លែទាំងក្នុងរោងនិងក្រៅរោងព្រមទាំងខិតខំចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាងជារួមមកទស្សនវិជ្ជានៅខេត្តបាត់ដំបងនាពេលនេះមិនត្រឹមតែជាការឆ្លើយតបនឹងវិបត្តិសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងនៅមហាកម្លាំងសាមគ្គីជាតិដែលមិនអាចកាត់ថ្លៃបានរូបភាពកុមារភេសកបានចូលរៀនវិញដោយស្នាមញញឹមគ្រូពេទ្យដែលយកចិត្តទុកដាក់លើពលរដ្ឋដោយសាច់ញាតិនិងជំនួយហូរហៀដែលបញ្ជូនទៅកាន់ជួរមុខបានសបញ្ជាក់ថាខ្មែរខ្លាំងដោយសារខ្មែរស្រឡាញ់ខ្មែរទោះបីសម្លេងផ្ទុះអាវុធនៅតាមព្រំដែននៅតែបន្តបន្លឺឡើងប៉ុន្តែបេះដូងពលរដ្ឋនៅសមរភូមិក្រោយនិងវីរៈជននៅជួរមុខបានចងភ្ជាប់គ្នាយ៉ាងណែននេះគឺជាមេរៀនប្រវត្តិសាស្ត្រថ្មីមួយដែលបង្ហាញថាក្នុងកលៈទេសៈដ៏ខ្មៅងងឹតបំផុតពន្លឺនៃមនុស្សធម៌និងស្មារតីស្នេហាជាតិរបស់ខ្មែរនឹងនៅតែភ្លឺចែងចាំងដើម្បីការពារសន្តិភាពនិងបូរណភាពទឹកដីឲ្យបានគង់វង្សជារៀងរហូត